hai đầu với ban chỉ pre sầm sầm bút preong taiแต่เอาสาวะระบบpreong ពិចារណានៅមេរណានុសតិឬហៅថាពិចារណានៅសេចក្តីស្លាប់ក៏ប៉ុន្តែត្រូវពិចារណាបែបណាហើយបើសិនជានិយាយអំពីសេចក្តីស្លាប់អ្នកខ្លះអាចនឹងគិតថាហើយតែគិតធ្វើអីរឿងសេចក្តីស្លាប់យើងទៅប្រឹងរកស៊ីអីចឹងទៅក៏ប៉ុន្តែសេចក្តីស្លាប់វាអត់រើសនោះទេថាតើយើងក្មេងឬក៏ចាស់អាយុប៉ុណ្នេះបានស្លាប់អត់នោះទេព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណាដើម្បីឲ្យយើងមិនមានសេចក្តីប្រមាទព្រោះថាព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងថាសត្វទាំងឡាយដែលបានស្លាប់ពីមនុស្សទៅហើយត្រឡប់មកកើតជាមនុស្សវិញឬក៏ទៅកាន់សុគតិនឹងគឺមានប្រមាណតិចតួចណាស់ហើយដោយសារតែមានអ្នកស្នាច្រើនយូរមកហើយក៏ប៉ុន្តែខ្ញុំមិនដែលបានអធិប្បាយនោះទេដោយសារតែមេរៀនហ្នឹងអនិយាយបានថាវាមានទំនាក់ទំនងគ្នាវែងឆ្ងាយហើយបើសិនជាយើងស្ដាប់បែបខ្លីៗពីខ្លះទៅវាអត់ស៊ីជម្រៅនោះទេក៏ប៉ុន្តែនៅក្នុងឈុតនេះខ្ញុំនឹងអធិប្បាយអនិយាយបានថាមេរៀនមកចប់ណាខ្ទង់ប្រហែលជា5ទៅ7ថ្ងៃប៉ុន្តែខ្ញុំនឹងមកអធិប្បាយបែប step ជាជំហានប្រមូលរូបរួមឯកសារទាំង3ដកអត្ថកថាទាំងចំណុចផ្សេងៗយកមកអធិប្បាយបែបភាសាអ្នកស្រុកដើម្បីឲ្យយើងយកមកហ្វឹកហាត់ខ្ញុំជឿថាពុកម៉ែបងប្អូនអរគ្នាដែលនៅក្នុងព្រះពុទ្ធសាសនាប្រហែលជាធ្លាប់ឮគ្រូបាអាចារ្យជាច្រើនដែលធ្លាប់បានអធិប្បាយពាក់ព័ន្ធជាមួយរឿងមរណានុសតិដូច្នេះហើយខ្ញុំក៏មិនសូវនិយាយនោះដែរក៏ប៉ុន្តែដោយសារតែមានអ្នកស្នើមកច្រើនហើយក៏ឆាតមកឲ្យខ្ញុំអធិប្បាយថ្ងៃនេះនៅពេលដែលខ្ញុំអធិប្បាយខ្ញុំនឹងរួបរวมឯកសារទាំងអស់ពាក់ព័ន្ធជាមួយនឹងចិត្តនៅពេលណាដែលយើងនិយាយអំពីចិត្តជីវិតរបស់យើងមានចិត្តជាប្រធានជីវិតរបស់យើងដំណើរការទៅល្អជីវិតរបស់យើងប្រសើរឬមិនប្រសើរមានចិត្តជាប្រធានយើងមានសេចក្តីសុខទៅថ្ងៃអនាគតបានទៅកាន់សុគតិភពបានឬក៏ទុគតិអាស្រ័យចិត្តដូច្នេះហើយបើនិយាយអំពីរឿងសេចក្តីស្លាប់គឺសំខាន់បំផុតហើយអ្វីដែលខ្ញុំអធិប្បាយនេះមិនមែនឲ្យជឿនោះទេក៏ប៉ុន្តែស្ដាប់ដើម្បីយកទៅពិចារណាក៏ប៉ុន្តែខ្ញុំជឿថាបើសិនជាអ្នកណាដែលតាំងចិត្តស្ដាប់រាប់ទុកថាជាបុគ្គលដែលមានបុណ្យព្រោះនៅពេលដែលខ្ញុំអធិប្បាយទៅដូចខ្ញុំនិយាយថាប្រើពេលវេលាយូរព្រោះខ្ញុំត្រូវការរួបរวมឯកសារទាំងអស់គ្រប់វគ្គពាក់ព័ន្ធជាមួយរឿងចិត្តពាក់ព័ន្ធជាមួយសតិហ្នឹងបើសិនជាស្ដាប់រហូតដល់ចប់ហើយយកទៅអនុវត្តយកទៅធ្វើការហ្វឹកហាត់ឱកាសដែលយើងទៅកាន់សុគតិភពនៅពេលដែលយើងស្លាប់ទៅណាប្រសិនបើយើងមិនទាន់បានធ្វើកម្មធ្ងន់ធ្ងរនៅឡើយទេឬបើទោះបីជាយើងធ្វើកម្មអាចធ្វើកម្មធ្ងន់ណាធ្វើកម្មច្រើនកម្រិតណាក៏ដោយក៏ប៉ុន្តែបើសិនជាមិនទាន់ធ្វើអនន្តរិយកម្ម5ទេរាប់ទុកថាមានឱកាសទៅកាន់សុគតិភពខ្ពស់ហើយមួយវិញទៀតនៅពេលដែលយើងនិយាយអំពីអនុភាពរបស់ចិត្តមិនមែនតតែយើងសម្រាប់តែត្រៀមនៅពេលដែលយើងស្លាប់នោះទេក៏ប៉ុន្តែសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងបើសិនជាយើងបានធ្វើការហ្វឹកហាត់យើងត្រៀមរួចហើយសម្រាប់សេចក្តីស្លាប់របស់យើងណាជីវិតប្រចាំថ្ងៃរបស់យើងនៅក្នុងការរស់នៅពេលបច្ចុប្បន្នមិនចាំបាច់និយាយនោះទេមិនថាជីវិតការរស់នៅក្នុងសង្គមការរកស៊ីការជួញដូរធ្វើអាជីវកម្មប្រកបមុខរបរផ្សេងនឹងល្អប្រសើរបញ្ជាក់ណាបាទគ្រាន់តែយើងធ្វើការហ្វឹកហាត់ត្រៀមសម្រាប់មរណានុសតិគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងនឹងទៅរកសេចក្តីល្អសេចក្តីសុខភាពរីកចម្រើននឹងចូលមកក្នុងជីវិតរបស់យើងឃើញទេប្លែកទេហេតុអីយើងពិចារណានៅសេចក្តីស្លាប់សោះប៉ុន្តែគ្រប់បែបយ៉ាងភាពជោគជ័យរីកចម្រើនមួយចំនួនសេចក្តីសុខគ្រប់បែបយ៉ាងសេចក្តីល្អនឹងចូលមករកយើងនឹងចូលមករកក្នុងជីវិតរបស់យើងដូច្នេះយើងមិនចាំបាច់និយាយតតែយើងដល់សេចក្តីស្លាប់នោះទេបានន័យថាសេចក្តីស្លាប់យើងត្រៀមសម្រាប់សេចក្តីស្លាប់គឺសម្រាប់មរតករបស់យើងនៅពេលអនាគតគឺចុងបញ្ចប់នៃជីវិតមែនទេក៏ប៉ុន្តែមិនមែនថានៅក្នុងពេលវេលានេះពេលវេលាដែលយើងរស់នៅនេះមិនមែនវាមិនទទួលបានផលនោះទេឥឡូវខ្ញុំឧទាហរណ៍ថាយើងធ្វើការត្រៀមខ្លួនយើងធ្វើការត្រៀមគ្រប់បែបយ៉ាងឧទាហរណ៍សម្រាប់យើងទៅដើរលេងនៅក្រៅប្រទេសឧទាហរណ៍អញ្ចឹងណាត្រៀមលុយត្រៀមកៅអៅទិញរបស់របរដែលល្អបំផុតប្រើប្រាស់សម្រាប់ប្រើប្រាស់ទៅដើរលេងក៏ប៉ុន្តែនៅក្នុងពេលវេលានេះយើងអត់ទាន់បានទៅទេមែនទេតែសួរថាវាល្អសម្រាប់ជីវិតយើងទេឥឡូវឧទាហរណ៍ថាយើងត្រៀមទ្រព្យសម្បត្តិត្រៀមលុយត្រៀមកៅអៅត្រៀមរបស់គ្រប់បែបយ៉ាងដែលប្រណិតសម្រាប់ទៅមែនទេចុះនៅក្នុងពេលវេលានេះកៅអៅដែលយើងទិញមកល្អយើងអាចពាក់បានទេស្អាតជាងមុនទេទ្រព្យសម្បត្តិកាលពីមុនដែលយើងអត់ដែលបានសន្សំឥឡូវយើងចេះសន្សំយើងអាចយកលុយហ្នឹងយកមកប្រើនៅក្នុងពេលវេលាចាំបាច់បានទេក៏បានអានេះខ្ញុំឧទាហរណ៍ងាយៗអញ្ចឹងដូច្នេះហើយយើងគ្រាន់តែត្រៀមខ្លួនពិចារណានៅមរណានុសតិដើម្បីឲ្យយើងបានទៅកាន់នៅសុគតិភពនោះអញ្ចឹងបញ្ជាក់ណាទោះបីជាពុកម៉ែបងប្អូនគ្នាធ្លាប់សាងកម្មច្រើនកម្រិតណាក៏ដោយក៏យើងមានឱកាសទៅកាន់សុគតិភពដែរឲ្យតែយល់អំពីមេរៀននេះស្ដាប់យ៉ាងយកចិត្តទុកដាក់យកទៅអនុវត្តយកទៅបដិបត្តិយកទៅធ្វើការហ្វឹកហាត់កុំឲ្យតែធ្វើអនន្តរិយកម្ម5មុនណាអនន្តរិយកម្មគឺយើងមិនទាន់បានសម្លាប់ឪពុកបង្កើតមិនទាន់បានសម្លាប់ម្ដាយបង្កើតមិនទាន់បានសម្លាប់ព្រះអរហន្តមិនទាន់ធ្វើឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គរបួស
ហើយនៅក្នុងយុគសម័យរបស់យើងអត់មានព្រះសម្មាសម្ពុទ្ធទេយើងដកចេញក៏ប៉ុន្តែឪពុកបង្កើតម្ដាយបង្កើតព្រះអរហន្តអាចមានឱកាសហើយនឹងទី5គឺយើងមិនទាន់បានបំបីបំបាក់សង្ឃពីរក្រុមឲ្យបែកបាក់គ្នាហៅថាសង្ឃភេទគឺយើងមិនទាន់បានបំបែកសង្ឃបើមិនទាន់បានធ្វើអនន្តរិយកម្ម5នឹងទេឱកាសដែលយើងទៅកាន់សុគតិភពកើតនៅទេវតាកើតមកជាមនុស្សវិញដែលមានទ្រព្យសម្បត្តិកើតនៅក្នុងតកោសទ្ធិកើតនៅក្នុងតកោស្ដេចឬក៏សូម្បីតែកើតនៅក្នុងព្រហ្មលោកយើងនៅមានឱកាសនៅឡើយដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនគ្នាដែលបើកចិត្តហើយសិក្សាមេរៀននេះរហូតដល់ចប់ណាហ្វឹកហាត់ប៉ុណ្ណេះដូចខ្ញុំនិយាយថាមេរៀនហ្នឹងគឺវែងណារហូតដល់ចប់ហើយយកទៅធ្វើការហ្វឹកហាត់យកទៅធ្វើការអនុវត្តបដិបត្តិខ្ញុំជឿជាក់ថាឱកាសដែលយើងទៅកាន់សុគតិភពមានឱកាសខ្ពស់ក៏ប៉ុន្តែផ្ទុយមកវិញនៅក្នុងវីដេអូប្រភេទបែបនេះណាក៏មានមនុស្សមួយក្រុមទៀតដែលតាំងចិត្តស្ដាប់ហើយសាងបាបកើតចេញអំពីការដែលខ្ញុំធ្វើវីដេអូនឹងដូចគ្នាអញ្ចឹងមេរៀនប្រភេទនេះក៏រមែងមានអ្នកដែលសាងបាបដូចគ្នាសាងបាបច្រើនហើយអ្នកដែលសាងបាបហ្នឹងក៏រមែងមានការចងពៀជាមួយអ្នកដែលធ្វើរឿងប្រភេទបែបហ្នឹងអធិប្បាយរឿងហ្នឹងគឺខ្ញុំត្រូវឯឧទាហរណ៍ឥឡូវខ្ញុំអ្នកដែលស្ដាប់ទៅយល់តាំងចិត្តស្ដាប់ក៏មានអ្នកដែលសាងនៅប្រយោជន៍មហាសាលក៏មានអ្នកដែលចងពៀជាមួយខ្ញុំច្រើនដូចគ្នានឹងមានមនុស្សដែលសាងបាបជាមួយនឹងមេរៀននេះក៏ប៉ុន្តែខ្ញុំជឿថាមេរៀននេះមិនសូវមានអ្នកមើលដល់ចប់នោះទេតិចណាស់ដែលមើលដល់ចប់ព្រោះខ្ញុំនឹងធ្វើការអធិប្បាយវែងមេរៀនហ្នឹងយកឯកសារមករួបរวมខ្ញុំអត់អធិប្បាយប្រភេទបែបខ្លីនោះទេខ្ញុំជឿថាបើសិនខ្ញុំអធិប្បាយបែបខ្លីក៏បានដែរនឹងមានអ្នកដែលចង់មើលសិក្សាច្រើនក៏ប៉ុន្តែមិនបានយកទៅអនុវត្តហ្នឹងទី1ទី2នឹងមានអ្នកដែលប្រភេទបញ្ញាពិចារណាលឿនក៏ប៉ុន្តែគាត់ខ្វះវិរិយៈនិងសទ្ធាគាត់ឃើញសេចក្តីតែបន្តិចគាត់តេះដៀលយកតែម្ដងក៏មានអ្នកដែលសាងបាបច្រើនមានអ្នកខ្លះអាចនឹងនៅឆ្ងល់ថាហាគាត់នៅវីដេអូបែបហ្នឹងមានអ្នកសាងបាបច្រើនដែរសួរថាហេតុអីព្រោះកើតចេញអំពីអ្នករារាំងពុកម៉ែបងប្អូននេះស្គាល់មីទេអ្វីដែលខ្ញុំអធិប្បាយនេះគឺជាប្រភេទធម្មទានដែលនាំហេតុធ្វើឲ្យបុគ្គលដែលយកទៅអនុវត្តទៅបដិបត្តិមានឱកាសទៅកាន់ទេវលោកទៅកាន់សុគតិភពដូច្នេះធម៌ណាក៏ដោយផ្លូវណាក៏ដោយផ្លូវបដិបត្តិណាក៏ដោយវិធីហ្វឹកហាត់បែបណាក៏ដោយដែលនាំហេតុធ្វើឲ្យមនុស្សយកទៅបដិបត្តិយកទៅតាំងមាំនៅក្នុងសតិធ្វើឲ្យមានឱកាសទៅកាន់សុគតិភពទៅកាន់ទេវលោកទៅកាន់ឋានសួគ៌ធម៌នោះរមែងមានអ្នកដែលរារាំងបានន័យថានឹងមានបុគ្គលរារាំងតាមកាត់ដាច់អហង្ការតែម្ដងបញ្ជាក់ណាបាទនឹងមានអ្នកដែលតាមរារាំងភាសាធម្មហៅថាមាហេតុអីព្រោះថាមាឬហៅថាអ្នកដែលរារាំងហ្នឹងគឺចង់ឲ្យមនុស្សលោកសត្វលោកនៅក្នុងចក្រវាលនេះធ្លាក់ទៅកាន់អបាយភូមិឆេះនៅក្នុងនរកកើតទៅជាប្រែតកើតទៅជាសត្វនិរឆានកើតអសុរកាយបន្ទាប់ពីស្លាប់ទៅដូច្នេះបើសិនជាស្លាប់ទៅហើយត្រឡប់មកកើតជាមនុស្សវិញស្លាប់ទៅហើយកើតនៅឋានសួគ៌ស្លាប់ទៅហើយកើតនៅព្រហ្មលោកមានការឈឺចាប់ក៏ប៉ុន្តែបើសិនជាអាចធ្វើឲ្យសត្វលោកធ្លាក់ទៅកាន់នរកកើតប្រែតកើតអសុរកាយកើតទៅជាសត្វនិរឆានគឺនឹងបាត់បង់ឱកាសទាំងស្រុងនៅក្នុងការសាងបារមីមាខ្លាចបំផុតគឺខ្លាចបុគ្គលសាងបារមីខ្លាចកាយមនុស្សបញ្ជាក់ណាបាទមាខ្លាចបំផុតគឺខ្លាចកាយមនុស្សនេះដូចមនុស្សយើងរាល់ថ្ងៃហ្នឹងទី1គឺខ្លាចកាយមនុស្សក៏ប៉ុន្តែខ្លាចដែលធ្ងន់បំផុតគឺអ្នកដែលយកកាយមនុស្សយកទៅប្រើប្រាស់នៅក្នុងការសាងបារមីមាខ្លាចបំផុតមាខឹងបំផុតមាឈឺចាប់បំផុតព្រោះមិនអាចទៅច្បាំងយកឋានសួគ៌ត្រឡប់មកវិញអានេះរឿងទី1ដូច្នេះមិនចាំបាច់ទៅនិយាយអំពីកាយមហាបរោះនោះទេមិនចាំបាច់និយាយអំពីកាយមហាបរោះដូចជាព្រះសម្មាសម្ពុទ្ធអីរមែងមានមាច្រើនណាមានហេតុដូច្នេះហើយអ្នកណាក៏ដោយយកទៅអនុវត្តយកទៅប្រើនៅក្នុងការសាងបារមីចាំមើលណានឹងមានអ្នកដែលតតាំងនឹងមានអ្នកដែលតាមរារាំងតាមផ្ចាញ់ផ្សាលតាមបង្កហេតុគ្រប់បែបយ៉ាងដើម្បីឲ្យយើងឈប់សាងបារមីមាន10ណាភាសាឲ្យស្រួលស្ដាប់ហ្នឹងគឺសេចក្តីល្អបំផុត10ប្រការហើយបារមី10ប្រការហ្នឹងមាន9បារមីដែលពាក់ព័ន្ធជាមួយចិត្តសុទ្ធតែម្ដងបារមីទី1គឺទានបារមីការលះបង់ទ្រព្យការបរិច្ចាគគឺយើងបរិច្ចាគទ្រព្យសម្បត្តិមែនទេឬក៏បរិច្ចាគរាងកាយបរិច្ចាគអីក៏ដោយព្រះពោធិសត្វអីហ្នឹងសូម្បីតែបរិច្ចាគ5បរិច្ចាគទ្រព្យសម្បត្តិបរិច្ចាគរីកបលាំងបរិច្ចាគអ្វីដែលខ្លួនឯងស្រឡាញ់រហូតដល់បរិច្ចាគអវយវៈដៃជើងរួមទាំងបរិច្ចាគទាំងជីវិតទាំងប្រពន្ធកូនទៀតនោះគឺការបរិច្ចាគការលះបង់ក៏ប៉ុន្តែមានបារមី9ទៀតគឺពាក់ព័ន្ធជាមួយចិត្តសុទ្ធតែម្ដងគឺប្រើអនុភាពចិត្តអត់ចាំបាច់ប្រើទ្រព្យសម្បត្តិនោះទេអញ្ចឹងបារមី10ដែលខ្ញុំនិយាយមិញហ្នឹងគឺទានទៅគឺការឲ្យមានទ្រព្យសម្បត្តិមានការលះបង់ក៏ប៉ុន្តែបារមី9ទៀតអត់ចាំបាច់ប្រើទ្រព្យសម្បត្តិក៏បានដែរអត់អស់លុយនោះទេ
សំខាន់បំផុតគឺអនុភាពរបស់ចិត្តទី2គឺសិលបារមីគឺការវាចានៅអំពើអាក្រក់ក្នុងការបៀតបៀនអ្នកដទៃអស់លុយទេអត់អស់ទេទី3តាំងចិត្តនៅក្នុងការចេញចាកកាមអស់លុយទេអត់អស់លុយទេក៏ប៉ុន្តែការតាំងចិត្តនៅក្នុងការលះបង់នៅសេចក្តីត្រូវការជាប់នៅក្នុងការមង្គល5ណាទី4បញ្ញាបារមីការហ្វឹកហាត់នៅបញ្ញាការរៀនសូត្ររៀននៅអ្វីដែលត្រឹមត្រូវដូចជាយើងមកហ្វឹកហាត់សតិអញ្ចឹងរាប់ទុកថាបង្កើននៅបញ្ញាបារមីអស់លុយទេអត់អស់ទេតែអាចនឹងអស់ពេលវេលាតាំងចិត្តស្ដាប់ទី5វិរិយៈបារមីសេចក្តីព្យាយាមអស់លុយទេអត់អស់ទេក៏ប៉ុន្តែអាចនឹងអស់កម្លាំងកាយកម្លាំងចិត្តតាំងចិត្តស្ដាប់នេះដូចពេលវេលានឹងត្រូវប្រើពេលវេលាត្រូវតាំងចិត្តស្ដាប់បើសិនជាអត់ស្ដាប់ទៅអត់យល់ទៀតយើងអត់មានវិរិយៈនៅក្នុងការស្ដាប់ទេបារមីរបស់យើងអត់កើតទី6ខន្តីបារមីអស់លុយទេអត់អស់ទេការអត់ធ្មត់នៅក្នុងការហ្វឹកហាត់អត់ធ្មត់នៅក្នុងការតតាំងជាមួយនឹងអាយតនៈទាំង5ទីទៀតខ្ញុំនឹងអធិប្បាយរឿងរ៉ាវមកចប់ចូលគ្នាទាំងអស់នៅពេលដែលយើងតាំងចិត្តថាមកហ្វឹកហាត់មរណានុសតិខ្ញុំសូមប្រាប់ឲ្យហើយថាអ្នកទាំងអស់គ្នាជីវិតនឹងប្រែប្រួលយ៉ាងម៉េចនឹងមានអ្នកដែលផ្ចាញ់ផ្សាជាងមុននឹងមានអ្នកដែលនិយាយឲ្យយើងឈឺចាប់ក្តៅកាហាយរឿងរ៉ាវដែលមិនគួរដឹងទៅជាដឹងធ្វើឲ្យយើងលំបាកទ្រាំធ្វើយើងតានតឹងយើងចង់ឲ្យតស៊ូយើងចង់ឲ្យទប់ទល់ទៅវិញយើងចង់ឲ្យដាក់ទៅវិញអញ្ចឹងខន្តីបារមី7សច្ចៈបារមីពេលខ្លះទៀតនាំហេតុធ្វើឲ្យយើងនេះចង់តែនិយាយក្លេចក្លុចធ្វើឲ្យយើងនឹងបាននេះបាននោះឲ្យយើងទៅដើម្បីឲ្យយើងខុសនៅសច្ចៈបារមីអត់ទៀងត្រង់នឹងមានហេតុអធិដ្ឋានបារមីពេលខ្លះទៅយើងអាចនឹងដឹងថាអូធ្វើបុណ្យអីទៅយើងមិនចាំបាច់អធិដ្ឋានទេទុកឲ្យបុណ្យចាត់ឆាយមែនទេលបលឺទេក៏ប៉ុន្តែកុំភ្លេចសោះថាបុណ្យពេលខ្លះជំរុញឲ្យយើងចាត់ចែងទៅរឿងដែលយើងអាចសាងកម្មធ្ងន់ក៏ថាបានឧទាហរណ៍ថាយើងប្រឹងធ្វើបុណ្យច្រើនណាយើងខ្លាយទៅជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែយើងអត់បានអធិដ្ឋានការពារមិនដែរយើងអាចនឹងខ្លាយទៅជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែយកទ្រព្យសម្បត្តិទៅសាងនៅមុខរបរខុសដូចជាលក់អាវុធអីចឹងទៅទិញអាវុធយកមកប្រហារមកធ្វើសង្គ្រាមអីចឹងទៅលក់ថ្នាំពឹសថ្នាំពុលជួញដូរសូរ៉ាឬក៏ជួញដូរមនុស្សជាដើមឬក៏ចិញ្ចឹមសត្វដើម្បីសម្លាប់យកទៅលក់ឃើញទេខ្លាយជាអ្នកមានទេមានប៉ុន្តែចង់បញ្ចប់តែណាបាទចាំនិយាយណោះទី9មេត្តាបារមីអ្នកទាំងអស់គ្នានឹងជួបរឿងផ្សេងមិនថារឿងនៅក្នុងទូរស័ព្ទរឿងនៅខាងក្រៅរឿងនៅខាងក្នុងនឹងធ្វើឲ្យអ្នកគ្នាក្តៅកាហាយកើតខឹងទ្រាំមិនបានលំបាកតានតឹងខឹងណាស់ចង់ទៅតបតចង់ទៅបដៅវាគ្រប់បែបយ៉ាងអ្នកគ្នានឹងកើតឡើងធ្វើឲ្យយើងមិនមាននៅមេត្តាបារមីឧបេក្ខាបារមីនេះគឺជាហេតុនឹងធ្វើឲ្យយើងមានរឿងមានព័ត៌មានអីផ្សេងធ្វើឲ្យយើងនឹងមានចិត្តលំអៀងកាន់ជើងអ្នកនេះកាន់ជើងអ្នកនោះកាន់ជើងប្រទេសនេះកាន់ជើងប្រទេសនោះជាដើមកាន់ជើងក្រុមកាន់ជើងគណៈកាន់ជើងកូនកាន់ជើងចៅនឹងមានសេចក្តីលំអៀងនាំហេតុឲ្យយើងធ្លាក់នរកដូចគ្នាជាបាបធម៌ផ្ទុយអំពីឧបេក្ខាបារមីដូច្នេះហើយអ្នកណាក៏ដោយឲ្យតែតាំងចិត្តនៅក្នុងការស្ដាប់យកបារមីទាំង10យកទៅអនុវត្តយកទៅធ្វើការហ្វឹកហាត់ជីវិតអ្នកនរគ្នានឹងផ្លាស់ប្ដូរក៏ប៉ុន្តែត្បូងអាចនឹងផ្លាស់ប្ដូរនៅរឿងដែលលំបាកក៏ប៉ុន្តែបើយើងតាំងមាំយើងមានសច្ចៈមិនមានការប្រែប្រួលចិត្តរបស់យើងនឹងមាំជីវិតអ្នកនរគ្នានឹងប្រែប្រួលទៅរកសេចក្តីល្អប្រសើរឡើងជាមិនខានអញ្ចឹងអ្នកនរគ្នានឹងជួបរឿងដែលលំបាកត្បូងរឿងដែលផ្ទួនតែប៉ុន្តែកម្មរបស់យើងវាគង់តែហុចផលក៏ប៉ុន្តែពេលខ្លះទៅវាអាចនឹងហុចផលរៀងយឺតតែបើសិនជាអ្នកនរគ្នាធ្វើរឿងនេះណាវាអាចនឹងហុចផលរៀងលឿនណាបញ្ជាក់ណាក៏ប៉ុន្តែកុំបារម្ភអ្នកខ្លះនៅពេលដែលខ្ញុំអធិប្បាយបែបនេះគឺថាអូអញ្ចឹងយើងមិនបាច់ចាំធ្វើបុណ្យយើងមិនបាច់ចាំសាងបារមីទាំង10ទេខ្លាចកម្មហុចផលហ៎អត់ទេបើទោះបីជាអ្នកគ្នាមិនសាងក៏ដោយកម្មរបស់យើងនៅពីអតីតគង់តែហុចផលនោះទេក៏ប៉ុន្តែពេលខ្លះទៅវាប្រៀបដូចជាថ្នាំពឹសថ្នាំពុលណាវាជ្រាបរបស់យើងបន្តិចម្ដងនៅពេលណាមួយដែលវាគ្រប់បរិបូរណ៍ហើយគឺខ្ទេចខ្ទីតែម្ដងបានន័យថារាងកាយរបស់យើងគឺវាសុទ្ធតែជាថ្នាំពុលតែម្ដងក៏ប៉ុន្តែនៅពេលដែលអ្នកនរគ្នាមកសាងនៅបារមីទាំង10ហ្វឹកហាត់ចិត្តនៅក្នុងការសាងបារមីអ្នកនរគ្នាប្រៀបដូចជាហូបថ្នាំដែរក៏ប៉ុន្តែហូបទៅធ្វើឲ្យចេញរោគសញ្ញាអញ្ចឹងនៅពេលដែលយើងចេញរោគសញ្ញានៅក្នុងពេលវេលាដែលយើងចេញរោគសញ្ញាហ្នឹងនឹងមានអ្នកដែលគេតេស្តឌីលប្រអាប់ផ្សាយផ្សាលថាឃើញទេទៅធ្វើបនអញ្ចឹងឃើញទេកម្មហុចផលហើយឃើញទេនឹងអ្នកគ្នានឹងទ្រូបានបែបហ្នឹងប៉ុន្តែបើសិនជាអ្នកគ្នាបានយល់យើងធ្វើបន្តព្យាបាលរោគនឹងឲ្យជាបន្ទាប់ពីរោគនឹងជាហើយគឺស្អាតមិនមានរោគមកបៀតបៀនទៀតនោះទេមេរោគដែលនៅក្នុងខ្លួនថ្នាំពឹសថ្នាំពុលដែលនៅក្នុងខ្លួននឹងត្រូវបានបន្សាបក៏ប៉ុន្តែបើសិនជាយើងនៅក្នុងពេលវេលាហ្នឹងរោគវាចេញមកត្រូវឲ្យធ្វើយើងភ័យធ្វើយើងខ្លាចគេប្រអាប់គេតេស្តឌីលគេថាធ្វើយើងឈប់សាងបារមីរោគហ្នឹងអាការៈហ្នឹងវាចេញមកវានៅតែប៉ុណ្្នឹងវាអាចនឹងคล้ายទៅជាដំបៅផ្លែជាប់រាងកាយរបស់យើងដោយព្យាបាលមិនជាអញ្ចឹងទៅតែបើសិនយើងទ្រាំបន្តសាងបារមីទាំង10ហ្នឹងវាប្រៀបដូចជាថ្នាំបន្សាប
យកមកប្រើនៅក្នុងជីវិតនៅក្នុងការព្យាបាលរោគរាងកាយរបស់យើងឲ្យរាងកាយរបស់យើងស្អាតនៅទីបំផុតឲ្យតែយើងតាំងមាំនៅសេចក្តីល្អអញ្ចឹងធម្មៈនេះគឺជាការពិសោធន៍ចិត្តថាតើយើងមានសច្ចៈនៅក្នុងការសាងបារមីកម្រិតណាអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងខ្ញុំត្រូវអធិប្បាយវែងដើម្បីអីដើម្បីការពារដើម្បីឲ្យអ្នកនរគ្នាបានយល់នៅក្នុងពេលវេលាដែលយើងធ្វើដំណើរទៅថាតើត្រូវជួបអីយើងអាចនឹងមានកម្មហុចផលដែលកម្មចាស់ពីមុនដែលយើងគង់តែហុចផលទេក៏ប៉ុន្តែវាអាចនឹងមករៀងលឿនខុសធម្មតាតែមិនមែនមកតែកម្មវិបាកកម្មទេបានបុណ្យក៏មកដែរទាំងបុណ្យទាំងបាបវាហុចមកប៉ុន្តែពេលខ្លះទៅយើងអាចនឹងសង្កេតតែរឿងបាបកម្មដែលមិនល្អមានធ្វើគ្រប់បែបយ៉ាងដើម្បីយើងមានអារម្មណ៍ថាធ្វើទៅវាខុសផ្លូវធ្វើឲ្យយើងមានការរារែកធ្វើឲ្យយើងចង់រៀថយធ្វើឲ្យយើងលែងចង់ទៅបន្តធ្វើឲ្យយើងឈប់សាងបារមីធ្វើឲ្យយើងអស់ជំនឿយើងចង់ទៅជឿអ្នកណាក៏ដោយក៏ប៉ុន្តែមាសុំតែម្យ៉ាងគឺសូមកុំតាំងមាំនៅក្នុងរតនៈដកដងឧត្តមបំផុតគឺព្រះរតនត្រ័យអ្នកនេះចង់ជឿអ្នកណាក៏ដោយជឿព្រះជាម្ចាស់ណាក៏ដោយជឿសាសនាណាក៏ដោយមាសប្បាយចិត្តណាស់តែសុំតែម្យ៉ាងកុំយកមរណានុសតិមកពិចារណាមាខ្លាចបំផុតមានឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យយើងមានអារម្មណ៍ថាការពិចារណានៅមរណានុសតិនឹងគឺជាការអពមង្គលមិនគួរពិចារណាទាំងដែលយើងក៏ដឹងដែរមែនទេថាទោះបីជាយើងពិចារណាមិនពិចារណាក៏គង់តែស្លាប់ក្មេងក៏ដោយចាស់ក៏ដោយក៏គង់តែស្លាប់ក៏ប៉ុន្តែហេតុអ្វីបានជាយើងមិនពិចារណាអញ្ចឹងមាគ្រប់កលុកកលៀតគ្រប់កន្លែងមានៅជុំវិញខ្លួនយើងមាទាំងមានៅក្នុងចក្រវាលមាដែលមានរិទ្ធបំផុតប៉ុន្តែពេលខ្លះយើងអាចនឹងមិនមានបុណ្យទៅតាក់ទងមួយមាមានរិទ្ធទេក៏ប៉ុន្តែយើងអាចនឹងមានមានៅជុំវិញក្បែរយើងអមនុស្សនៅជុំវិញក្បែរខ្លួនយើងដើម្បីឲ្យយើងមានអារម្មណ៍ថាបើសិនជាពិចារណានៅសេចក្តីស្លាប់ហ្នឹងគឺរឿងអត់ល្អរឿងដែលអពមង្គលដែលយើងមិនគួរធ្វើបញ្ជាក់ណាបាទឥឡូវយើងសាកគិតទៅមើលថាមរណានុសតិព្រះសម្មាសម្ពុទ្ធបុគ្គលឯកដែលបានត្រាស់ដឹងឡើងនៅក្នុងលោកជាបុគ្គលដែលមានបញ្ញាគ្មានដែនកំណត់ជាបុគ្គលដែលអស់នៅអាសវៈកិលេសជាបុគ្គលដែលដឹងនៅវិរៈចិត្តរបស់អ្នកដទៃដឹងថាកម្មនឹងកើតពីអីផលបែបណាដឹងគ្រប់បែបយ៉ាងឲ្យយើងពិចារណាយើងសិក្សាទៅមេរៀនរបស់ព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណាមែនទេក៏ប៉ុន្តែចៃដន្យដល់ពេលយើងទៅជួបអ្នកជិតខាងនៅពេលដែលយើងនិយាយអំពីរឿងសេចក្តីស្លាប់អ្នកជិតខាងគាត់ប្រាប់ថាអូយកុំទៅនិយាយរឿងសេចក្តីស្លាប់នឹងអត់ល្អទេអូននិយាយរឿងសេចក្តីស្លាប់គេអត់ឲ្យនិយាយទេមេរៀនរបស់បុគ្គលដែលត្រាស់ដឹងនៅក្នុងលោកអត់ជឿគាត់នៅអ្នកជិតខាងនៅក្បែរយើងនិយាយយើងជឿណាអត់និយាយកុំព្រៀនតកូនតចៅទៀតកុំនិយាយរឿងសេចក្តីស្លាប់កូនអពមង្គលអត់ល្អទេគេព្រៀនតទៀតគេនឹងធ្វើយើងយល់បែបហ្នឹងដូច្នេះត្រឡប់មកវិញបើទោះបីជាយើងរស់នៅក្នុងជាតិនេះណាពេលខ្លះអាចនឹងមានចំណេះដឹងច្រើនកម្រិតណាក៏ដោយជាអ្នកប្រាជ្ញជាអ្នកមានបានជាមហាសទ្ធិកម្រិតណាក៏ដោយមីអត់ខ្វល់នោះទេមីអត់បារម្ភនោះទេព្រោះពេលខ្លះយើងដែលយើងមានទ្រព្យសម្បត្តិច្រើនណាដូចខ្ញុំនិយាយពីដំបូងថាពេលខ្លះយើងអាចយកទ្រព្យសម្បត្តិហ្នឹងក៏អាចសាងកម្មធ្ងន់ធ្ងរមហាសាលក៏ថាបានមីអត់ខ្វល់នោះទេតែមីសុំតែម្យ៉ាងសុំកុំសាងបារមី10ប្រការហាមដាច់ខាតដូច្នេះវគ្គដំបូងដែលខ្ញុំត្រូវអធិប្បាយដើម្បីឲ្យពុកម៉ែបងប្អូនគ្នាអ្នកដែលមានបុណ្យទាំងឡាយស្ដាប់ឲ្យយល់ហើយចំណុចមួយទៀតខ្ញុំអធិប្បាយនេះគឺដើម្បីការពារសម្រាប់បុគ្គលខ្លះដែលគាត់ត្រៀមនឹងសាងបាបពេលខ្លះគាត់អាចនឹងជាមិត្តជាបងប្អូនជាកូនជាចៅរបស់ខ្ញុំកាលពីជាតិភពមុនឬក៏ជាសត្រូវឬក៏ពេលខ្លះទៀតជាអ្នកដែលខ្ញុំអាចធ្លាប់សម្រាប់សត្វសម្រាប់អីគាត់អាចមកកើតមកអញ្ចឹងទៅឥឡូវគាត់កើតមកជាមនុស្សអញ្ចឹងនៅពេលដែលខ្ញុំអធិប្បាយទៅឮសំឡេងរបស់ខ្ញុំអត់ចូលចិត្តនោះទេគឺខឹងគឺធុញអត់ចូលចិត្តក៏ប៉ុន្តែខ្ញុំក៏ជឿដែរថាពេលខ្លះគាត់អាចនឹងមានបុណ្យត្រូវទេគាត់មានបុណ្យបារមីណាមួយដែលខ្ញុំអាចធ្លាប់ធ្វើជាមួយគាត់អីចឹងទៅអញ្ចឹងបើសិនជាកម្លាំងនឹងជំរុញទៅឲ្យគាត់ចេះពិចារណាគាត់ប្រើបញ្ញាមនុស្សណាអ្នកនេះអាចនឹងឆ្ងល់ដែរកើតជាមនុស្សនៅប្រើបញ្ញាមនុស្សអត់ទេមនុស្សយើងពេលខ្លះយើងកើតមកជាមនុស្សក៏ពិតមែនក៏ប៉ុន្តែការប្រើបញ្ញាពេលខ្លះអាចប្រើសញ្ជាតិវិញ្ញាណកាលពីមុនដែលយើងធ្លាប់ជាសត្វក៏មានឧមាឥឡូវអ្នកនរគ្នាឃើញស្រីស្អាតម្នាក់ពេលខ្លះឃើញស្រឡាញ់មកស្រឡាញ់ដល់ដឹងមូលហេតុក៏មានឬក៏ពេលខ្លះឃើញម្នាក់ហ្នឹងឃើញស្អប់មកពេលខ្លះបុគ្គលម្នាក់ហ្នឹងអត់ទាន់បាននឹងមកនិយាយមកធ្វើអីពាក់ព័ន្ធមួយយើងក៏បានប៉ុន្តែគាត់នឹងឃើញអ្នកហ្នឹងគឺមានអារម្មណ៍អត់ជួយចិត្តទេអញ្ចឹងវាសុទ្ធតែសញ្ជាតិវិញ្ញាណហ្នឹងមកពីអតីតដូច្នេះខ្ញុំត្រូវអធិប្បាយរឿងនេះដើម្បីចាក់វ៉ាក់សាំងខ្លះដែរតែវាអាចនឹងមិនបានផលច្រើននោះទេតែតិចក្តីច្រើនក្តីខ្ញុំត្រូវអធិប្បាយដើម្បីកុំឲ្យមានបុគ្គលច្រើននៅក្នុងការសាងបាបជាមួយនឹងមេរៀនទាំងអស់នេះអញ្ចឹងអ្នកសាងកម្មជាមួយខ្ញុំទី1គឺគ្រាន់តែឮសំឡេងគ្រាន់តែឃើញមានអូនគឺអត់ចូលចិត្តតែម្ដងប៉ុន្តែមានក្រុមមួយទៀតក៏ជាអ្នកដែលសាងកម្មដូចគ្នាក៏ប៉ុន្តែជាបុគ្គលដែលមានបញ្ញាបន្តិចអ្នកដែលបានសិក្សាបន្តិចបានន័យថាសម្រាប់អ្នកខ្លះទៀតគាត់ធ្លាប់បានសិក្សាពេលខ្លះអាចនឹងសិក្សាតិចក្តីច្រើនក្តីឬក៏ពេលខ្លះទៀតគាត់សិក្សានៅចំណុចរបស់គាត់ដែលធ្លាប់បានសិក្សានៅមួយចំណុចហើយពេលខ្លះគាត់អាចនឹងអត់សូវចេះប្រើពាក្យហ
ហៅថាពាក្យប្រណាំងប្រជែងពាក្យប្រណាំងប្រជែងរបៀបថាចាប់ទោសចាប់កំហុសមុនមានសំណួរណាឬក៏ពេលខ្លះទៀតគាត់សួរដែរក៏ប៉ុន្តែរបៀបសួររកអំណះអំណាងកើតចេញអំពីបញ្ញារបស់គាត់មានសេចក្តីប្រកាន់បាទនេះថាពេលខ្លះគាត់សិក្សាមកណាមេរៀនរបស់គាត់សិក្សាមកពេលខ្លះនៅក្នុងរូបមន្តតែមួយក៏ប៉ុន្តែវាអាចនឹងផ្ទុយពីចិត្តរបស់គាត់មេរៀននៃចំណេះដឹងដែលខ្ញុំលើកមកណាពេលខ្លះន័យហ្នឹងគឺន័យតែមួយឯងឥឡូវខ្ញុំឧទាហរណ៍ងាយថាខ្ញុំចេញពីភ្នំពេញមកខេត្តសៀមរាបហើយគាត់ក៏ចេញពីភ្នំពេញមកខេត្តសៀមរាបដែរអញ្ចឹងក៏ខ្ញុំអធិប្បាយពីផ្លូវដែលខ្ញុំមកពីភ្នំពេញមកដល់សៀមរាបហ្នឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំជិះពីភ្នំពេញមកតាមបាត់ដំបងចូលមកកាន់បន្ទាយមានជ័យទៅកាន់សៀមរាបជាដើមឧទាហរណ៍ណាខ្ញុំក៏បានអធិប្បាយថាពេលដែលយើងធ្វើយើងអាចនឹងជួបថាមានតាដបងកញូងមានស្រីគ្រប់លក្ខឧទាហរណ៍អញ្ចឹងទៅក៏ប៉ុន្តែនឹងមានបុគ្គលខ្លះទៀតគាត់ក៏កាត់សេចក្តីទៅតាមបទពិសោធន៍ចំណេះដឹងរបស់គាត់មកថាអូយចេះតែថាមែនចេះតែលើកមកឲ្យតែរួចពីមាត់មែនអធិប្បាយធម្មទៅតាមតែគំនិតខ្លួនឯងត្រូវទេទៅសៀមរាបឯណាទៅជួបតាដបងកញូងទៅជួបស្រីគ្រប់លក្ខចេះតែថាមែនទៅសៀមរាបទៅកាត់ស្គុនទៅកាត់កំពង់ធំបានទៅដល់សៀមរាបឃើញទេផ្លូវនឹងវាផ្សេងគ្នាទៅគេគាត់ថាមកផ្លូវប៉ុន្តែគោលដៅតែមួយគឺមកដល់សៀមរាបបើសិនជាមកដល់សៀមរាបឃើញអង្គរវត្តទេឃើញក៏ប៉ុន្តែនៅផ្លូវទៅកាន់អង្គរវត្តមានខ្លោងទ្វារផ្សេងទៀតឆ្លោះគ្នានៅក្នុងចំណុចហ្នឹងទៀតអាហ្នឹងគឺមានបុគ្គលប្រភេទបែបហ្នឹងដែរដែលខ្ញុំឲ្យពុកម៉ែបងប្អូនគ្នាត្រៀមខ្លួនត្រៀមចិត្តឲ្យហើយថាតើយើងនៅក្នុងប្រភេទណាឬក៏ប្រភេទបុគ្គលមួយក្រុមទៀតប្រហែលគ្នាដែរឧទាហរណ៍ថានៅពេលដែលខ្ញុំអធិប្បាយទៅតែខ្ញុំសូមបញ្ជាក់ថាមេរៀនដែលខ្ញុំលើកមកនេះណាមិនលើសពីមេរៀនដែលមាននៅក្នុងបេដកនិងអត្ថកថានោះទេហើយក៏មេរៀនគ្រាន់តែប្រើភាសាបែបទាន់សម័យមិនមែនថាភាសាពិសេសអត់ទេគ្រាន់តែភាសាបែបអ្នកស្រុកបច្ចុប្បន្ននៅក្នុងការប្រើឥឡូវខ្ញុំឧទាហរណ៍ថាសម័យមុនគេទៅសេនៅក្នុងបេដកគេនិយាយថាអ្នកនេះគឺជាសហាយរបស់អ្នកនេះនៅពេលដែលយើងនិយាយថានេះបុគ្គលទី1សហាយជាមួយបុគ្គលទី2មិនដែរសម័យមុនគេថាសហាយហ្នឹងគឺសំដៅទៅលើមិត្តសម្លាញ់មែនទេក៏ប៉ុន្តែសម័យឥឡូវបើសិនជាប្រាប់ថាអូអ្នកឯងសហាយមួយអ្នកនេះមែនប្រយ័ត្នគេវាយពាក្យហ្នឹងពាក្យដដែលទេពាក្យប្រើសម័យមុនប៉ុន្តែប្រើមកសម័យឥឡូវប្រយ័ត្នគេវាយអាហ្នឹងខ្ញុំគ្រាន់តែនិយាយក៏ប៉ុន្តែគ្រាន់តែថាពេលខ្លះពាក្យហ្នឹងខ្ញុំអាចនឹងប្រើនៅក្នុងយុគសម័យបច្ចុប្បន្នអញ្ចឹងបើសិនជាសម័យមុនគេអាចគេវាយឬក៏ខ្ញុំយកពាក្យសម័យមុនមកប្រើអាចនឹងសម័យឥឡូវគេវាយអញ្ចឹងណាន័យតែមួយទេដូច្នេះគ្រាន់តែខ្ញុំបញ្ជាក់ថាដែលខ្ញុំអធិប្បាយទៅអាចនឹងយុគសម័យដែលយើងប្រើភាសាអ្នកស្រុកសម្រាប់បច្ចុប្បន្នឥឡូវឧទាហរណ៍ថានៅពេលដែលយើងអាននៅក្នុងតម្រាសម័យបុរាណគេនិយាយអំពីឡានពីសម័យបុរាណគេនិយាយអំពីរថរាជរថរទេះក្រែស្នែងជាដើមអាហ្នឹងគឺរថមែនទេនៅក្នុងតម្រាគេតែសេអញ្ចឹងក៏ប៉ុន្តែនៅក្នុងយុគសម័យថ្មីខ្ញុំអាចនឹងមិនអធិប្បាយថាជារថជារាជរថជារទេះជាក្រែស្នែងនោះទេខ្ញុំអធិប្បាយថាមានឡានមានម៉ូតូមានរទេះភ្លើងជាដើមខ្ញុំឧទាហរណ៍អញ្ចឹងណាអញ្ចឹងនៅពេលដែលខ្ញុំអធិប្បាយបែបហ្នឹងនឹងមានបុគ្គលមួយចំនួនគាត់ប្រកាន់តម្រាគាត់ចាប់ទោសចាប់កំហុសគាត់មកសាងបាបចងពៀជាមួយខ្ញុំដូចគ្នាក៏មានណាគាត់ប្រកាន់ថាចេះតែនិយាយរវើរវាយមានវាមិនដែលមានតម្រាប្រពុតឯណានិយាយអំពីរឿងឡានរឿងម៉ូតូមើលបីដកលេខម៉ានអត្ថកថាលេខម៉ាននិយាយមើលដែលនៅក្នុងនោះមានឡានមានម៉ូតូមានតេះភ្លើងមើលនិយាយមើលលើកមកមើលនឹងមានបុគ្គលបែបហ្នឹងអូខេណាបាទដូច្នេះហើយគ្រប់អាជីពទាំងអស់រមែងមានពៀរមែងមានទោសរមែងមានអ្នកដែលសាងពៀកើតចេញពីបុគ្គលខ្លះហ្នឹងគឺមិនមែនជាបុគ្គលដែលអត់ឆ្លាតអត់ចេះគិតទេគឺជាបុគ្គលឆ្លាតជាបុគ្គលមានបញ្ញាហៅថាបញ្ញាធិកៈគាត់ឆ្លាតក្រុមបញ្ញាក៏ប៉ុន្តែគាត់អាចនឹងខ្វះសទ្ធាគាត់អាចនឹងខ្វះវិរិយៈគាត់អត់ចេះប្រើពាក្យគាត់ប្រើពាក្យប្រណាំងប្រជែងឬក៏សន្សំបបនិស័យមានការចាប់កំហុសចាប់ទោសពីមុនមកនឹងវាច្រើនគាត់តែឃើញភ្លាមចាប់ទោសសិនស្ដាប់អត់តន់ចប់ទេពេលខ្លះស្ដាប់អត់តន់ចប់ទេប៉ុន្តែកាត់សេចក្តីនឹងចាប់ទោសសិនហើយឬក៏ពេលខ្លះទៀតអាចនឹងមានបុណ្យបារមីពីមុនមកធ្លាប់ជាមិត្តជាសត្រូវឬក៏ខឹងនឹងគ្នាពីមុនមកឧទាហរណ៍ថាពីមុនមកធ្លាប់ជាប្តីប្រពន្ធទៅគេក្រោយមកឆ្លោះគ្នាមានទេមានឬក៏ពេលខ្លះពីមុនមកយើងធ្លាប់កើតនៅក្នុងប្រទេសនោះប្រទេសនេះធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាស្អប់គ្នាស្អប់ដល់ពេលកើតនៅក្នុងប្រទេសជាមួយគ្នាមិនដែរក៏ឃើញគ្នាអត់ចូលចិត្តគ្នានោះទេឬអ្នកខ្លះទៀតកាលពីជាតិភពមុនធ្លាប់ជាបងប្អូនជាមួយខ្ញុំពេលខ្លះអាចឆ្លោះគ្នាដណ្ដើមទ្រព្យសម្បត្តិគ្នាដណ្ដើមស្រីគ្នាអញ្ចឹងទៅឬក៏ពេលខ្លះទៀតជាប្តីប្រពន្ធនឹងគ្នាធ្លាប់តែធ្វើបុណ្យជាមួយគ្នាបុណ្យប្រហែលគ្នាសិលប្រហែលគ្នាមែនទេត្បូងអាចនឹងស្រឡាញ់គ្នាអូល្អណាប៉ុន្តែមានពេលមួយអាចច្រឡំគ្នាឬក៏មានការមិនពេញចិត្តគ្នាឆ្លោះគ្នាកើតទៅជាសត្រូវនឹងគ្នាមានទេពីមុនមកប្តីប្រពន្ធទៅធ្វើបុណ្យមួយគ្នាដឹកដៃគ្នាទៅសាងសេចក្តីល្អរក្សាសិលជាមួយគ្នាក្រោយមកឆ្លោះគ្នាបែកបាក់គ្នាហែកហួរគ្នាក៏មានសួរថាបុណ្យប្រហែលគ្នាបុណ្យប្រហែលគ្នាអញ្ចឹងនៅពេលដែលយើងខ្លាយទៅជាសត្រូវនឹងគ្នាក៏កើតទៅជាមាជាមួយគ្នាឬអ្នកខ្លះទៀតគាត់ប្រកាន់គ្រូថាឥឡូវគាត់ស្ដាប់ពីគ្រូនេះគាត់ជឿគ្រូអូមានសទ្ធាមួយគ្រូនឹងខ្លាំងក៏ប៉ុន្តែពេលដែលស្ដាប់ខ្ញុំវាអត់ត្រូវធៀបមួយគ្នា
ធ្លាប់មានអបនិស្ស័យមិនសូវល្អពេលដែលស្ដាប់ទៅគឺអត់ជួយចិត្តនឹងទេនិយាយអត់បាក់ស្ដាប់អីចឹងទៅអញ្ចឹងតួស័ករបស់មនុស្សនឹងកើតមិនព្រមតែស្ដាប់គ្រូនេះសិនទេចេះតែនិយាយអធិប្បាយទៅអត់មានចំណេះដឹងអត់យល់ពីធម៌ផងមកអធិប្បាយដែរអីចឹងទៅអញ្ចឹងគឺនឹងមានបុគ្គលបែបហ្នឹងជាច្រើនដើម្បីសាងបាបជាមួយគ្នាក៏ប៉ុន្តែគាត់នៅចង់បញ្ជាក់ថាគ្រប់យ៉ាងទាំងអស់ហ្នឹងមិនមែនជាកំហុសរបស់គាត់ហើយក៏មិនមែនជាកំហុសរបស់ខ្ញុំហើយក៏មិនមែនជាកំហុសអ្នកណាដែរគ្រាន់តែទាំងអស់ហ្នឹងគឺជាឧបាយរបស់មាព្រួយមួយបាញ់បានសត្វពីរបាញ់អ្នកណាខ្លះទី1គឺបុគ្គលដែលគាត់មកនិយាយហ្នឹងគាត់មកបៀតបៀនគាត់មកជេរគាត់មកខមមិនគាត់មកថាឲ្យឬគាត់មកសួរឬគាត់មកផ្សេងផ្ចាហ្នឹងពេលខ្លះគាត់អាចធ្លាប់ស្ដាប់ធ្លាប់អានឬក៏ពេលខ្លះទៀតគាត់ក៏ជាអ្នករក្សាសិលពីមុនមកធ្លាប់បួសរៀននៅក្នុងព្រះពុទ្ធសាសនាទៀតប៉ុន្តែសំណួរសួរថាហេតុអីបានកើតទៅជាមានឹងគ្នាគាត់កើតទៅជាមានឹងខ្ញុំក៏ប៉ុន្តែវាអនុភាពរបស់ចិត្តអកុសលរបស់មាអំណាចមាណាឥឡូវបញ្ជាក់ថាស្ដេចមាធំបំផុតគឺអកុសលបញ្ជាក់ណាបាទស្ដេចមាធំបំផុតព្រះជាម្ចាស់នៅក្នុងโลกនេះដែលសាងโลกឡើងគឺអកុសលដែលសាងចិត្តធ្វើឲ្យបុគ្គលនឹងคล้ายទៅជាចិត្តមាប៉ុន្តែចិត្តមាជំរុញទៅណាគឺជំរុញឲ្យបុគ្គលនឹងធ្លាក់នរកកើតជាសត្វអេរឆានធ្លាក់អបាយភូមិជាដើមដូច្នេះហើយគោលដៅរបស់មាចង់ឲ្យបុគ្គលហ្នឹងគឺធ្លាក់នរកហ្នឹងទី1ព្រួញទី1ព្រួញទី2មាក៏ចង់ឲ្យខ្ញុំនេះដែលខ្ញុំកំពុងអធិប្បាយហ្នឹងជាម្ចាស់ដើមហេតុមកអធិប្បាយមែនទេចង់ឲ្យខ្ញុំឈួលឆេះឆាបឆេះខឹងក្រោតមានកំហឹងកើតឡើងដើម្បីឲ្យខ្ញុំតតាំងទៅជេរទៅប្រមាថឬក៏តេះឌីលបុគ្គលដែលត្រឡប់មកដែលថាឲ្យខ្ញុំហ្នឹងដែលមកខមមិនឬក៏មកឆាតឬក៏មកស្ដីឲ្យហ្នឹងចង់ឲ្យខ្ញុំនឹងប្រតិកម្មត្រឡប់ទៅវិញឬក៏ពេលខ្លះទៀតមានការជេរប្រមាថខឹងក្រោតមួម៉ៅកើតឡើងឬក៏ជេរនិយាយទៅធ្វើម៉េចក៏ដោយឲ្យតែខ្ញុំនឹងវាយបកត្រឡប់វិញដោយការសាងកម្មចុងក្រោយខ្ញុំទៅណាចុងក្រោយខ្ញុំក៏ធ្លាក់នរកដូចគ្នាព្រោះពេលខ្លះគាត់ដែលគាត់ឆាតមកនិយាយមកគាត់ខមមិនមកគាត់ជេរមកហ្នឹងមិនប្រកាសថាគាត់អត់សិលណាគាត់រក្សាសិលដែរគាត់នៅក្នុងពុទ្ធសាសនាតែជំនួសលោកទៀតមានបួសទៀតក៏មានមែនទេដល់ពេលខ្ញុំវាយប្រាវត្រឡប់ទៅវិញឧទាហរណ៍ខ្ញុំខឹងខ្ញុំទប់អត់បានខ្ញុំជេរត្រឡប់ទៅវិញខ្ញុំចាក់ដោតត្រឡប់ទៅវិញអីចឹងទៅកំហឹងរបស់ខ្ញុំត្រឡប់ទៅវិញប៉ះអ្នកណាប៉ះអ្នកមានសិលដែរទីបំផុតរបស់ខ្ញុំទៅណាធ្លាក់នរកដែរឃើញទេឡូយទេមាឆ្លាតទេមានបញ្ញាទេឥឡូវខ្ញុំនឹងនិយាយអំពីស្ដេចមារាធិរាជសិនស្ដេចមារាធិរាជផ្ចាញ់អ្នកណាបាទស្ដេចមាគឺផ្ចាញ់ស្ដេចមនុស្សស្ដេចបញ្ញានៅក្នុងលោកដែលណាបាទគឺព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធបន្ទាប់ពីព្រះអង្គបានត្រាស់ដឹងឡើងនៅក្នុងលោកជាបុគ្គលឯកនៅក្នុងលោកជានាយករបស់ចក្រវាលដែលដឹកនាំគេនៅក្នុងការសាងនៅកុសលបញ្ជាក់ណាបាទព្រះសម្មាសម្ពុទ្ធគឺជាកល្យាណមិត្តដែលដឹកនាំគេនៅក្នុងការសាងកុសលក៏ប៉ុន្តែក៏មានស្ដេចមាបាទន័យថាស្ដេចអ្នករារាំងផ្នែកអកុសលដែរណាបាទគឺវសវតីមាស្ដេចមានៅជាន់ទី6ទេវតាជាន់ទី6ជាស្ដេចមាដឹកនាំឲ្យសាងនៅអកុសលមែនទេហើយឥឡូវសំណួរសួរថាចុះមានឹងមកពីណាស្ដេចមានឹងមកពីណាមិនបានមកផ្សាយពុទ្ធស្ដេចមាមានចិត្តអកុសលបែបហ្នឹងហេតុអីបានកើតទៅជាស្ដេចទេវតាកើត No មិនមែនជារឿងលេងសើចនោះទេគ្រប់យ៉ាងសុទ្ធតែមានហេតុដូច្នេះខ្ញុំបញ្ជាក់ម្ដងទៀតណាថាពាក្យថាមាប្រែថាអ្នករារាំងផ្នែកកុសលបាទន័យថាផ្នែកអកុសលបើនិយាយស្រួលស្ដាប់ទៅគឺមាសម្រាប់គ្រប់គ្រងនៅនិវរណៈធម៌5ចាំតិចទៀតខ្ញុំនឹងអធិប្បាយប៉ុន្តែអាចមិនមែននៅថ្ងៃនេះណាខ្ញុំនឹងអធិប្បាយបន្តដូចខ្ញុំនិយាយហ្នឹងគឺអធិប្បាយប្រហែលជា7ថ្ងៃក៏ប៉ុន្តែខ្ញុំនឹងអាប់ឡូតប្រហែលជា7សប្តាហ៍ក៏ថាបានព្រោះមេរៀនហ្នឹងគឺសំខាន់ក៏ប៉ុន្តែគ្រាន់តែមកអធិប្បាយថាចុះមានឹងមកពីណាស្ដេចមារាធិរាជដែលផ្ចាញ់ព្រះសម្មាសម្ពុទ្ធហ្នឹងមកពីណាស្ដេចមារបស់ព្រះសម្មាសម្ពុទ្ធមិនប្រកាសថាជាមាផ្ចាញ់យើងមែនទេណាកុំច្រឡំណាស្ដេចមារាធិរាជដែលផ្ចាញ់ព្រះសទ្ធត្ថកុមារឬក៏ព្រះសម្មាសម្ពុទ្ធអង្គបរមគ្រូដែលយើងតន់ធម្មៈរបស់ព្រះអង្គបច្ចុប្បន្នហ្នឹងមាបច្ចុប្បន្នគឺជាគូបារមីនៃការសាងកម្មជាមួយព្រះពុទ្ធមែនទេក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ថាស្ដេចមាមិនប្រកាសថាជាសត្រូវជាមួយយើងនោះទេមិនប្រកាសថាគាត់មកផ្ចាញ់យើងទេអត់ទេមិនប្រកាសទេស្ដេចមាមិនប្រកាសថាជាសត្រូវរបស់អ្នកនរគ្នាហើយក៏មិនប្រកាសថាជាសត្រូវរបស់ខ្ញុំពេលខ្លះខ្ញុំអាចនឹងជាអ្នកសាងបារមីជាមួយគាត់ឬក៏អ្នកទាំងនេះអាចជាអ្នកសាងបារមីជាមួយគាត់ឥឡូវខ្ញុំលើករឿងនឹងមកបន្តិចប៉ុន្តែរឿងហ្នឹងខ្ញុំមិនបានអានចំផ្ទាល់នោះទេក៏ប៉ុន្តែខ្ញុំធ្លាប់បានស្ដាប់រឿងអតីតមារាធិរាជជាមួយនឹងព្រះសម្មាសម្ពុទ្ធជាមួយលោកដែលនៅក្រៅប្រទេសណាប៉ុន្តែខ្ញុំរកតម្រាហ្នឹងនៅស្រុកខ្មែរអត់ឃើញនោះទេខ្ញុំរកអត់ទាន់បានតម្រាហ្នឹងក៏ប៉ុន្តែលោកសំដែងធម៌មកស្ដាប់ទៅវាគួរសមដែរអញ្ចឹងខ្ញុំលើករឿងហ្នឹងតិចតួចដើម្បីឲ្យយើងស្ដាប់បែបកំសាន្តបានណាគាត់ថាវាទំនងដែរលោកនៅក្រៅប្រទេសលោកបានសម្ដែងថាកាលពីមុនមកអតីតកាលមារាធិរាជ
ធ្លាប់ជាសម្លាញ់ជាមួយព្រះពោធិសត្វដែលជាអតីតព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហ្នឹង